នៅរៀនទៀតមើលម៉ោងផងមើលថ្លៃសាលាប្អូនប្រុសឯងឈ្មោះក្រោយនៅរកលុយមិនទាន់បានផងស្អែកនេះទៅចុះឈ្មោះធ្វើការនៅរោងចក្រក្នុងក្រុងទៅម៉ាក់ចុះនៅសល់តែ30ថ្ងៃទៀតនឹងប្រឡងហើយប្រឡងរួចកូននឹងទៅធ្វើការសងបំណុលម៉ាក់ភ្លាមកូនសុំម៉ាក់ណាបងស្រីកុំស្រមៃអីភូមិយើងមិនដែលឃើញមានអ្នកណាប្រឡងចប់មហាវិទ្យាល័យផងទៅធ្វើការនៅរោងចក្ររកលុយទៅល្អជាងទិញស្បែកជើងថ្មីឲ្យខ្ញុំមួយគូផងមើលស្បែកជើងខ្ញុំផងធ្លុះដល់5ជើងអស់ហើយម៉ាក់បានទៅលុបឈ្មោះឯងចេញពីបញ្ជីប្រឡងរួចហើយកុំសង្ឃឹមអីឲ្យសោះស្អែកត្រូវតែទៅម៉ាក់ខាត់កូនមិនបានទេកូនប្រកាសជាត្រូវតែទៅប្រឡងកូននឹងប្រឡងចប់មហាវិទ្យាល័យឲ្យបានប្រឡងបាត់បង់អស់ហើយឯងយកអីទៅប្រឡងសុបិនទៅចុះគាត់មិនបានបោះចោលទេ122សូមជួយចុច Like Subscribe Share និងឧបត្ថម្ភដល់កម្មវិធីយើងខ្ញុំរងចាំមើលរឿងល្អមើលទៅអ្នកមីងគេចាំដល់ពេលខ្ញុំប្រឡងចប់មហាវិទ្យាល័យអ្នកនឹងផ្លាស់ប្ដូរការគិតវិញឯងនិយាយពីអីខ្ញុំចង់និយាយថាខ្ញុំនឹងធ្វើឲ្យអ្នកភូមិទាំងអស់ភ្ញាក់ផ្អើលទោះក្រក៏គុំឲ្យថប់ដែរខ្ញុំមិនព្រមចុះចាញ់នឹងវាសនាទេប៉ានាងដឹងហ៎អាចប្រឡងជាប់បើព្រះអាទិត្យរះពីទិសខាងលិចទើបអាចទៅរួចអីគេជាប់លេខ3ទូទាំងខេត្តអញមើលលើអេក្រង់ទៅគ្រូគេនិយាយរួចហើយសាកលវិទ្យាល័យលំដាប់កំពូលគាត់ប្រឡងជាប់ពិតមែនសូមអរគុណសម្រាប់ការទស្សនាសៀវភៅខ្ញុំនៅណាត្រឹមតែសៀវភៅកត់ត្រាស្អុយប៉ុន្មានក្បាលនឹងមានអីត្រូវភ្ញាក់ផ្អើលម្លេះបើអញប្រឡងជាប់មែនម៉ែនឹងដាំស៊ុបមាន់ឲ្យអញហូបរាល់ថ្ងៃម៉ែចាំពាក្យនឹងទុកបើកូនប្រឡងជាប់ម៉ែត្រូវដាំស៊ុបមាន់ឲ្យកូនរាល់ថ្ងៃបើកូនប្រឡងមិនជាប់កូននឹងរៀបខ្លួនចេញពីផ្ទះនេះដោយខ្លួនឯងយកសៀវភៅកត់ត្រារបស់ខ្ញុំទៅមើលទៅខ្ញុំស្ដាប់គ្រូពន្យល់មិនសូវយល់ទេមានតែចម្លងពីឯងទេក្រោយមកបើមិនយល់កុំទាន់សួរអីកុំលួចអញសុខចិត្តបង្រៀនខ្ញុំមែនទេយកសៀវភៅកត់ត្រាចេញមកហាលថ្ងៃសិនទៅម៉ោង 9 យប់នេះខ្ញុំនឹងបង្រៀនឯងសូមអរគុណសម្រាប់ការទស្សនា
មិនអាចទៅរួចទេវាលួចថតចម្លងក៏រហូតដល់គ្មានអ្វីសល់សំបីខ្លាយភ្លើងក៏គ្មានលុយបងចុះមិនក៏វាអាចប្រឡងចប់លេខ1បានប្រកាសជាលួចយកក្រដាស់ប្រឡងហើយត្រូវហើយខ្ញុំឃើញផ្ទាល់ភ្នែកថ្ងៃមុនប្រឡងវាបានចូលទៅក្នុងបន្ទប់ការិយាល័យអប់រំជាបានឃើញវិញ្ញាសាមុនហើយប្រហែលជាវាលួចចម្លងគេទេដឹងចុះមិនមែនគ្រូសាវាមិនឲ្យវាទៅរៀនទេពួកឯងនិយាយចប់ហើយឬនៅពិន្ទុទាំងអស់របស់ខ្ញុំគឺខ្ញុំខំប្រឹងរៀនក្រោមពន្លឺភ្លើងតាមផ្លូវបាយគុំណោអុកខំប្រឹងទាំងឃ្លៀងក្នុងពេលរាត្រីដ៏ស្ងាត់ជ្រងពួកឯងអាចជឿថាខ្ញុំក្រតែមិនអាចជឿថាខ្ញុំមិនស្មោះត្រង់បានទេបើមិនអស់ចិត្តចាំមើលការប្រឡងលើកក្រោយអ្នកណាដែលចាញ់ត្រូវតែសុំទោសជាសាធារណៈលោកគ្រូឈឿនការដែលលោកគ្រូជួយសិស្សម្នាក់នេះមិនខ្លាចខាងអ្នកគ្រប់គ្រងសាលាទេអ្នកដែលគាត់ធ្លាប់ធ្វើឲ្យខឹងមានច្រើនអ្នកណាស់ខ្ញុំទទួលស្គាល់តែលទ្ធផលប្រឡងប៉ុណ្ណោះអ្នកណាខ្លាំងអ្នកនោះបានជោគជ័យអ្នកឯងត្រូវគិតគូរឲ្យច្បាស់លុយចាយវីសម្រាប់ខែនេះអស់ហើយបើចង់រៀនសូត្របន្តត្រូវរកលុយខ្លួនឯងទៅឬមួយក៏ទៅមើលមុខដន្លងឥឡូវនេះទៅកូនប្រុសអ្នកស្រីវាងនៅភូមិក្បែរនេះគេបើកហាងជួសជុលឡាននៅក្រុងរកបានប្រាក់ខែ7ទៅ8000ម៉ែពេញមួយជីវិតម៉ែលើកូនតែចំណាយអស់ប៉ុន្មានចាំដល់ខ្ញុំប្រឡងចប់សាកលវិទ្យាល័យពេលទទួលបានអាហារូបករណ៍ខ្ញុំនឹងសុំម៉ែពីរដងចាប់ពីពេលនេះទៅខ្ញុំមិនជំពាក់ម៉ែទេម៉ែក៏មិនជំពាក់ខ្ញុំដែរឯងចង់សុំម៉ែពិតមែនឬបាទល្អបើអញ្ចឹងម៉ែនឹងយកវាចាំដល់ពេលឯងមានលុយកុំភ្លេចណាថាឯងជំពាក់ម៉ែម៉ែហេតុអ្វីម៉ែនៅទុកនាឡិកាខូចនេះទៀតយប់នេះមិនបាច់ហូបបាយទេចេះរកផ្លូវដោះស្រាយទៅប្រយោជន៍អ្វីតាមពិតវាគ្រាន់តែជារបស់ឥតប្រយោជន៍ប៉ុន្មានដងមកហើយដែលជីវិតនេះធ្វើបាបខ្ញុំមេឃខាងក្រៅកាន់តែភ្លឺកាន់តែចាក់ភ្នែកខ្លាចខ្ញុំដើរចេញមែនទេមនុស្សទី1លែងចង់សួរទៀតហើយថាអនាគតនៅឆ្ងាយប៉ុណ្ណាគ្រាន់តែចង់រកផ្លូវណាមួយដែលគ្មានមនុស្សដើរសិស្សមុខមាត់អ្នកស្លេកស្លាំងណាស់ត្រូវការសម្រាប់ទេទៅបន្ទប់ពេទ្យសាលាទៅមិនបាច់ទេអរគុណលោកគ្រូឆាប់ហៅគ្រូពេទ្យមកលោកគ្រូខ្ញុំនៅសល់លំហាត់ធំមួយទៀតដែលមិនទាន់សរសេរឲ្យខ្ញុំត្រឡប់ទៅវិញទៅនៅសល់តែ15នាទីទៀតទេប្រាកដទេសុខភាពសំខាន់ជាងណាប្រាកដណាស់ពេលបើខាងលក់សម្ភារៈសំណង់នៅក្នុងក្រុងរកបានរាប់សែនដុល្លារក្នុងមួយឆ្នាំគេព្រមឲ្យថ្លៃទឹកដោះដល់ទៅ1សែនកូនយកប្តីទៅគឺសុទ្ធតែរបស់ឆ្ងាញ់មិនបាច់ទៅរៀនឲ្យវេទនាទេនាងតូចមកតាមបងមកមិនបាច់ប្រឡងចូលមហាវិទ្យាល័យទេសុខសប្បាយរាល់ថ្ងៃម្ដាយត្រូវរ៉ាប់រងការសិក្សារបស់ប្អូនប្រុសឯងថែមទាំងត្រូវចិញ្ចឹមម្ដាយឯងទៀត
ម៉ាក់គ្រាន់តែចង់បានថ្លៃបណ្ណាការដល់ថ្នាក់បង្ខំឲ្យកូនឈប់ប្រឡងដើម្បីទៅរៀបការនេះមិនមែនដើម្បីកូនទេតែម៉ាក់កំពុងយកអនាគតកូនទៅដូរជាមួយលុយយកអនាគតទៅដូរជាមួយលុយអីម៉ាក់ធ្វើនេះសុទ្ធតែដើម្បីកូនទេឯងស្មានថាម្ដាយចង់ឲ្យរឿងវាទៅជាបែបនេះមែនទេខ្ញុំសិនជឿសៀខ្ញុំមិនរៀបការទេខ្ញុំត្រូវតែប្រឡងបាក់ឌុបការជួញដូរកូនស្រីយកថ្លៃបណ្ណាការគឺខុសច្បាប់លោកលីលោកចង់ជាប់គុកមែនទេឯងចង់បះបរមែនទេម្ដាយចិញ្ចឹមឯងធំដុំឡើងហើយម៉ាក់ចិញ្ចឹមខ្ញុំមែនទេខ្ញុំនឹងសងម៉ាក់វិញទាំងអស់តែមិនមែនការលួចខ្ញុំនោះទេគ្រូបានព្រីនឯកសារចុះឈ្មោះឲ្យក្មួយសាជាថ្មីក្នុងស្រោមសម្បត្តិនោះគឺជាថ្លៃចុះឈ្មោះ189យន្តគ្រូបានចេញលុយជំនួសក្មួយហើយក្មួយកុំគិតច្រើនអីលោកគ្រូក្មួយមិនអាចទទួលលុយលោកគ្រូដោយគ្មានហេតុផលបែបនេះទេលោកគ្រូជួយក្មួយច្រើនពេកហើយវាមិនមែនជាការឲ្យទេនោះទេរងចាំពេលក្មួយប្រឡងចប់សាកលវិទ្យាល័យចាស់យកប្រាក់អាហារូបករណ៍មកសងគ្រូវិញឥឡូវយកទៅចុះកុំឲ្យខកខានការចុះឈ្មោះឲ្យសោះខ្លាចអ្វីទៅបើក្មួយប្រឡងមិនចប់ទេនោះគ្រូនឹងចាត់ទុកថាស៊ុយទៅចុះតែបើក្មួយប្រឡងចប់វិញគ្រូនឹងមានមុខមាត់ខ្លាំងណាស់លោកគ្រូខ្ញុំសន្យាជាមួយលោកគ្រូដាច់ខាតប្រសិនបើខ្ញុំប្រឡងមិនចប់សាកលវិទ្យាល័យឈិងហ្វាខ្ញុំនឹងធ្វើជាកម្លាំងពលកម្មឥតគិតថ្លៃឲ្យលោកគ្រូពេញមួយជីវិតគ្រូមិនត្រូវការកម្លាំងពលកម្មពីឯងទេគ្រូត្រូវការឲ្យឯងខ្លាចជាគំរូសម្រាប់អ្នកដទៃទុកវាទៅចុះកុំឲ្យបាត់ឲ្យសោះលោកគ្រូខ្ញុំនឹងមិនធ្វើឲ្យលោកគ្រូខកបំណងឡើយសេនជឿសៀបានលេបថ្នាំយឺតអ្វីដែលធ្លាប់តែចង់គួចជាដុំបានប្រែជាស្មៅទន់ល្មើយឈរយ៉ាងភ្លឺថ្លាខ្លួនខ្ញុំពីមុនមិនភ័យមិនស្លន់ស្លោពេលដកដង្ហើមនៅចុងភ្នែកសំឡេងបាក់សេយំចុងក្រោយបានបំបែកភាពស្ងប់ស្ងាត់ពន្លឺចាំងឆ្លុះក្នុងកែវតែស្រអាប់ជាងអារម្មណ៍ដែលមិនទាន់បានរៀបចំគ្មានភាពក្លាហានគ្មានភាពអង់អាចធ្វើឲ្យដើមឆ្នាំនេះคล้ายជាភាពស្មុគស្មាញគ្រូឯណាទៅជាអ្នកចេញលុយឲ្យចុះឈ្មោះឲ្យបងស្រីខ្ញុំមិនយល់ព្រមទេរឿងក្នុងគ្រួសាររបស់យើងមិនត្រូវការឲ្យអ្នកក្រៅមកពាក់ព័ន្ធឡើយជាប្អូនប្រុសរបស់សិនជឿសៀមកបង្កចំនួនទៀតហើយខ្ញុំជាម្ចាស់ហាងនេះមានការអីនិយាយជាមួយខ្ញុំមកខ្ញុំជាគ្រូប្រចាំថ្នាក់របស់គាត់អ្នកមានសិទ្ធិអីមកជ្រៀតជ្រែកនេះជារឿងផ្ទៃក្នុងគ្រួសារខ្ញុំទៅប្រឡងឬមិនទៅគឺអាស្រ័យលើការសម្រេចចិត្តរបស់ខ្ញុំអ្នកគ្រាន់តែជាអ្នកក្រៅម្នាក់កុំមកធ្វើរឿងអត់ប្រយោជន៍លទ្ធផលសិក្សារបស់សិនជឿសៀគឺលេខ1ទូទាំងកម្រិតថ្នាក់អ្នកណាក្នុងសាលាក៏ដឹងដែរតើអ្នកប្រកាសចិត្តហើយមែនទេដែលចង់រៀបរៀងនាងបែបនេះកុំបំផ្លាញអនាគតកូនស្រីឲ្យសោះគាត់គឺជាសិស្សដែលជាប់ចំណាត់ថ្នាក់កម្ពុជាទាំង30ក្នុងខេត្តជាគ្រាប់ពូជដែលអាចចូលរៀននៅសាកលវិទ្យាល័យឈិងហ្វាជាប់លេខ1ក្នុងកម្រិតថ្នាក់ហើយតែហេតុអ្វីមិនឲ្យគាត់ប្រឡងទៀតបានអញ្ចឹងចូលនិយាយឲ្យច្បាស់នៅចំពោះមុខអ្នកទាំងអស់គ្នានេះទៅនេះជាភស្តុតាងដែលម៉ាក់បង្ខំឲ្យខ្ញុំបោះបង់ការសិក្សាឯនេះជាភស្តុតាងដែលប្អូនប្រុសខ្ញុំបំផ្លាញការសិក្សារបស់ខ្ញុំមិនមែនខ្ញុំមិនចង់ប្រឡងបាក់ឌុបទេគឺគ្រូសាមិនព្រមឲ្យខ្ញុំប្រឡងដែលលោកគ្រូឈីងជួយខ្ញុំគឺដោយសារខ្ញុំជាសិស្សចំណាត់ថ្នាក់លេខ1លោកគ្រូមិនអាចទ្រាំឃើញសិស្សពូកែម្នាក់ត្រូវគេបំផ្លាញចោលបានឡើយត្រឡប់ទៅផ្ទះវិញសិនទៅចាំនិយាយគ្នាបន្តឯងម៉ាក់បើកទ្វារឲ្យកូនផងបើឯងនៅតែរឹងរូសមិនព្រមស្ដាប់ការរៀបចំរបស់គ្រួសារចូលនៅខាងក្រៅនឹងឲ្យបានយូរទៅគ្រួសារនេះមិនចិញ្ចឹមពួកកូនក្បត់ដែលមិនចេះស្ដាប់បង្គាប់នោះទេតើពេលណាដែលខ្ញុំនិយាយថាខ្ញុំមិនប្រឡងតើពេលណាទើបកូនត្រឡប់មកផ្ទះវិញនៅទីនេះក៏ក្តៅជាងនៅផ្ទះរបស់ខ្ញុំទៅទៀតចាប់ពីពេលនេះទៅទីនេះគឺជាផ្ទះរបស់ខ្ញុំកូនសុំទោសលោកគ្រូភាពសាខ្យល់បក់ផាត់ក្នុងវាំង
សេចក្តីស្រឡាញ់ដ៏កក់ក្ដៅការគាំទ្រខ្សែភ្នែកដែលសម្លឹងមើលអ្នកដោយក្តីស្រឡាញ់លាក់កំបាំងដោយមិនដឹងខ្លួនព្រំដែនក្នុងពេលដែលបេះដូងលោតញាប់ភាពកក់ក្ដៅពោពេញដោយក្តីរីករាយចិត្តស្មោះត្រង់ដែលហោះហើរដោយសេរីឬគោលនៃជីវិតពីថ្ងៃដំបូងរហូតដល់ពេលនេះសូមអរគុណសម្រាប់ការទស្សនាលោកគ្រូឈិននាងខ្ញុំមិនមែនតាំងចិត្តមកដេកនៅទីនេះទេកាលពីយប់មិញនាងខ្ញុំដោះស្រាយលំហាត់យឺតពេកមិនអីទេកាលពីនៅក្មេងលោកគ្រូក៏ធ្លាប់ដេកក្នុងថ្នាក់រៀនដែរខ្ញុំពេលយប់ត្រជាក់ខ្លាំងណាស់កុំគេងក្នុងថ្នាក់រៀនទៀតអីមកធ្វើការនៅការិយាល័យគ្រូទៅមានម៉ាស៊ីនកម្ដៅលោកគ្រូខ្ញុំនឹងធ្វើឲ្យលោកគ្រូមានមោទនភាពចំពោះខ្ញុំឲ្យសាលាទាំងមូលជួរមុខឲ្យខេត្តទាំងមូលបានដឹងថាលោកគ្រូមិនបានមើលមនុស្សខុសឡើយលោកគ្រូមិនត្រូវការឲ្យក្មួយធ្វើឲ្យលោកគ្រូមានមោទនភាពទេតែលោកគ្រូចង់ឲ្យក្មួយមានមោទនភាពលើខ្លួនឯងសោះនេះវាមិនមែនគ្រាន់តែបើកទ្វារការិយាល័យប៉ុណ្ណោះទេសូមអរគុណសម្រាប់ការទស្សនាថ្ងៃនេះមានគេរាយការណ៍មកថាសិស្សឈ្មោះសិនជូសៀបានលួចកាន់សោការិយាល័យគ្រូវិនស៊ីនយ៉ាវដូលេអ្នកទាំងពីរកំពុងនិយាយពីអ្នកណាគឺគាត់នេះឯងគាត់នៅក្នុងការិយាល័យរាល់យប់ប្រកាសជាមានរឿងអ្វីមិនស្រួលហើយសិស្សមិនគួរមានកូនសោការិយាល័យគ្រូទេនេះជាច្បាប់របស់សាលាសិនជាតើក្មួយមានអ្វីចង់និយាយទេលោកនីយោកូនសោនេះលោកគ្រូថេនជាអ្នកប្រគល់ឲ្យខ្ញុំដោយផ្ទាល់ដើម្បីទុកសម្រាប់រៀនបន្ទាប់ពីម៉ោងសិក្សាលោកអាចឆែកមើលកាមេរ៉ាសុវត្ថិភាពបានលោកគ្រូថេនក៏អាចធ្វើជាសាក្សីបានដែរវីដេអូកាមេរ៉ាសុវត្ថិភាពក្នុងការិយាល័យរក្សាទុកបាន30ថ្ងៃលោកអាចពិនិត្យមើលបានគ្រប់ពេលម្យ៉ាងទៀតលោកនីយោនាងខ្ញុំចង់ប្តឹងវិនឆេនយ៉ាវនិងឌូលីដែលតែងតែធ្វើបាបដោយពាក្យសម្ដីមកលើខ្ញុំព្រមទាំងបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំទៀតខ្ញុំមានឯកសារថតសម្លេងនិងប្រវត្តិជេរគ្នាក្នុងឆាត GPSTAR វាមានរយៈពេលដល់ទៅ3ខែសរុបទាំងអស់មាន17ឃ្លីបសម្លេងនិងរូបថតអេក្រង់ចំនួន43សន្លឹកពួកឯងពីរ